Sư Xuânនេះអញខ្ញុំថាអ្នកនាងអើយស្ដាប់ខ្ញុំបញ្ចូលសិនទៅខ្ញុំពិតជាមិនមានចេតនានោះទេហើយអារកចិត្តអត់មានអ្វីនិយាយជាមួយអញទៅនិយាយជាមួយប៉ូលីសទៅអត់ថយបន្តិចមិញនេះអ្នកណាគេរាយការណ៍ដល់ប៉ូលីសខ្ញុំប៉ូលីសសូមចាប់អារកចិត្តនេះលឿនមកមានរឿងអីប៉ូលីសចាប់ឲ្យមនុស្សរកចិត្តនេះខ្ញុំលឿនឡើងមកការយល់ច្រឡំទេលោកប៉ូលីសនេះជាការយល់ច្រឡំទេអាយ៉ារឿងគឺបែបនេះក្រែមមែនហើយបើមិនមែននាងគិតថាជាអ្វីអ្នកនាងតើអ្វីដែលគាត់និយាយជាការពិតទេខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរខ្ញុំមិនបានកុហកនោះទេអញចាំមើលលោកប៉ូលីសនេះគឺជាក្រែមពិតមែនបានហើយខ្ញុំមើលទៅវាក៏មិនមែនជារឿងធំដុំអីដែរខ្ញុំមើលទៅកំឡុងនេះក៏មិនដូចអ្វីដែលអ្នកនាងនិយាយដែរឯងសុំទោសនេះបានល្អហើយសងស្រាមជើរបស់នាងទៅរឿងនេះវារួចទៅហើយបានខ្ញុំសុំទោសអ្នកនាងស្រាមជើអ្នកនាងតម្លៃប៉ុន្មានទៅខ្ញុំនឹងសងនាងវិញមិនអីនោះទេ3300ប៉ុន្មាន8800ហ៎ភើយលោកគ្រូអាចខ្ញុំត្រឹមតែ1000ជាន់ទេហើយធ្វើយ៉ាងម៉េចទៅអញមិនជឿយ៉ាងម៉េចមិនសម្លាញ់ខ្ញុំជិបធានក្រុមហ៊ុនដៃខាងណាពាក់ស្រោមជើងសូត្រតម្លៃ8000ជាន់មានអីចំណែកទៅសម្លៀកបំពាក់នេះស្លៀកពាក់នេះក៏រាប់ម៉ឺនជាន់ដែរពិតជា8880ជាន់មែនខ្ញុំទៅទិញនៅហាងកាពីម្សិលមិញមើលពីកាយប័ត្រទៅនៅក្នុងកាបូបនៅឡើយទេអ្នកកំឡោះអ្នកនិយាយពិតមែនមើលទៅហើយបានហើយខ្ញុំនឹងសងឲ្យនាងវិញតែខ្ញុំអត់មានលុយច្រើនដល់ថ្នាក់នឹងជាប់ខ្លួនទេចុះបែបនេះវិញខ្ញុំសរសេរសម្បត្តិកិច្ចសន្យាឲ្យនាងចាំខ្ញុំរកលុយបានខ្ញុំនឹងសងនាងវិញអេសរសេរសម្បត្តិសន្យាជាពាក់សិនបានទេបើឯងរត់បាត់ខ្ញុំទៅរកឯងនេះណាខ្ញុំរត់ទៅណាទៅខ្ញុំក៏ជាមនុស្សក្នុងស្រុកនេះដែរលោកប៉ូលីសខ្ញុំពិតជាមនុស្សក្នុងស្រុកនេះពិតមែនអ្នកនាងកំឡុងនេះពិតជានៅស្រុកនេះមែននាងឲ្យគេសរសេរសម្បត្តិជាពាក់ចាំថ្ងៃក្រោយគេមានលុយគេសងនាងវិញយ៉ាងម៉េចដែរក៏បានដែរអេប៉ុន្តែអត្តសញ្ញាណប័ណ្ណត្រូវតែដាក់បញ្ចាំនៅកន្លែងយើងដល់ពេលសងលុយរួចចាប់ប្រគល់គេវិញអ្នកនាងបើយកអត្តសញ្ញាណប័ណ្ណរបស់គេរកការងារធ្វើយ៉ាងម៉េចបានហើយមកធ្វើការនៅក្រុមហ៊ុនដៃខាងយើងទៅធ្វើការបាន2 ខែសងលុយរួចអាចលុះយកអត្តសញ្ញាណប័ណ្ណវិញបានចង់ទៅឬនៅគឺអាស្រ័យលើអារម្មណ៍ឯងយ៉ាងម៉េចដែរលោកគ្រូអាចខ្ញុំនៅត្រឹមលំនៅឋានមិនអាចពាក់ព័ន្ធនឹងកម្មលោកីនោះទេបើសិនជាប្រាក់លុយមិនសងខ្លាចតែវគ្គចុងក្រោយខ្ញុំមិនអាចឆ្លងផុតបានឡោធ្វើតាមអ្វីដែលពួកនាងនិយាយទៅសេសុងយកអត្តសញ្ញាណប័ណ្ណឲ្យខ្ញុំនេះគឺជាអត្តសញ្ញាណប័ណ្ណលោកនៅនាមប័ណ្ណរបស់ខ្ញុំខាងលើមានអាស័យដ្ឋានក្រុមហ៊ុនស្អែកមកធ្វើការទៅអយហើយរំសាយទៅក្មេងតំណឹងជប់គ្នានៅថ្ងៃស្អែកសួយម៉ែសួយហើយច្រើនឆ្នាំហើយការផ្លាស់ប្ដូរនៃស្រុកកំណើតពិតជាធំធេងខ្ញុំក៏មិនដឹងថាប៉ាម៉ាក់ខ្ញុំจะមិនដែរគង់តែបានតាំងពីដល់លំនៅឋានរួចចាំទ្រង់ពួកគាត់យប់នេះស៊ូទ្រាំសិនទៅ